នេះគឺជាថ្ងៃទី2ខ្ញុំបានក្រោកពីព្រលឹមនៅគណៈពេលដែលសមាជិករបស់ខ្ញុំមួយចំនួនទៀតកំពុងដេកលក់យ៉ាងស្កប់ស្កល់បាទទៅមើលទស្សនវិជ្ជាកាលពីយើងធ្វើយុគមិញតើមានស្ថានភាពបែបណាបាទគ្មានមនុស្សទេសោះតែសំណក់ពីក្បាលតែប៉ុណ្ណោះនេះគឺជាទស្សនវិជ្ជាឆ្នេរសមុទ្រឥឡូវនេះក្រុមការងាររបស់យើងក៏បានត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់រាជធានីភ្នំពេញវិញនៅតាមដងផ្លូវធ្វើដំណើរយើងកាត់ទីក្រុងខេត្តកំពតហើយក៏បានជួបប្រទះជាមួយនឹងសិស្សានុសិស្សមួយក្រុមបានរាំច្រៀងនៅឯសេះសមុទ្រហើយទស្សនវិជ្ជានៅខេត្តកំពតនេះពិតជាស្រស់ស្អាតមែនទែនហើយពួកយើងក៏បានឈប់សម្រាកដើម្បីញ៉ាំអាហារពេលព្រឹកផងដែរឥឡូវនេះមនុស្សម្នាកំពុងតែរងចាំការ order ប៉ុន្តែមើលបរិសម្នាក់នេះអសនេះញ៉ាំមិនឆ្អែតទេគឺទាមួយចានហើយថែមបាយស៊ុបមួយចានទៀតបាទហើយនៅគណៈពេលដែលយើងបញ្ចប់ការស្រស់ស្រូបអាហារពេលព្រឹកយើងក៏ឆ្ពោះទៅលេងខេត្តកែបបន្តិចបាទឥឡូវនេះយើងក៏ដល់ខេត្តកែបហើយបាទប៉ុន្តែយើងមិនបានចុះទេព្រោះយើងទើបតែហូបអាហារពេលព្រឹកយើងក៏បន្តដំណើរឆ្ពោះទៅលេងឆ្នេរសមុទ្រនៅអមតាមដងផ្លូវនេះគឺជាខេត្តកែបបាទក្រុមការងារក៏បានចុះថតរូបនៅកន្លែងខ្ញុំស្រឡាញ់ខេត្តកែបសម្រាប់ខ្ញុំមិនបានថតទេពីព្រោះអត់មានអ្នកថតឲ្យបាទមើលបរិសុទ្ធពីអ្នកនេះវិញប្រឹងថតជូនទៅដល់តារាស្រីបាទតារាស្រីម្នាក់នេះថតម្នាក់ឯងថតមិនកើតទេតតែគ្នាពី3នាក់ទើបថតឲ្យគាត់ស្អាតឥឡូវនេះយើងក៏ឈៀងមកលើកាហ្វេភ្នំបាទយើងក៏បានធ្វើដំណើរឡើងទៅលើចង្កេះភ្នំបាទទស្សនវិជ្ជានៅកន្លែងនេះគឺមានភាពស្រស់ស្អាតមែនទែនគឺយើងមើលឃើញទស្សនវិជ្ជាទេសភាពសមុទ្រជាមួយនឹងព្រៃឈើដ៏ស្រស់ស្អាតខ្ញុំក៏បានកាហ្វេមួយកែវផងដែរកាហ្វេនេះគឺមានរសជាតិឆ្ងាញ់របស់គេដែរពីបានកាហ្វេមួយកែវក៏នឹកឃើញសម្ដែងមួយបទគឺគេងយល់អង្រឹងគេងយល់អង្រឹងទន់តឹងមើលផ្លូវថ្ងៃលិចធំទៅអាសូរស្រីពើនៅតែគេងយល់អង្រឹងចុះឡើងធ្វើឲ្យបរិសុទ្ធអាខ្មៅម្នាក់នេះគេលក់យ៉ាងស្កប់ស្កល់មិនដឹងថាយប់មិញបន្ទាប់ពីកម្មវិធីមកពីអ្នកមិត្តភក្តិគេនឹងទៅដល់ណាទេអញអស់និយាយមកហើយនៅតាមដងផ្លូវវិញឆ្ពោះទៅកាន់រមណីយដ្ឋានមួយទៀតក៏ឃើញម៉ូតូកែច្នៃរបស់ជនជាតិបរទេស2នាក់ពិតជាលយអស្ចារ្យមែនទែនរីឯកលេចមកមើលក្នុងឡានវិញបរិយសមុកយ៉ាងកខុលគ្មានទើសក្បាលនរណាឥឡូវនេះពួកយើងក៏ចូលមកដល់ទឹកដីផ្នែកខាងក្នុងនៃរមណីយដ្ឋានម៉ាលិចសោកស្ដាយដែរដែលខ្ញុំមិនបានថតពីខ្លងទ្វារចូលឥឡូវនេះក៏យើងបន្តទៅកន្លែងបាញ់ព្រួញមុនពេលដែលបាញ់ព្រួញកញ្ញាអេលីនេះគឺពូកែថតណាស់ខូចអើយសុំថតឲ្យមួយមកបើមិនថតឲ្យគឺខឹងហើយឥឡូវនេះមកមើលអ្នកបាញ់ព្រួញវិញបាទនេះគឺជាកម្ពុជាអ្នកបាញ់ព្រួញលោកគឺបាញ់គ្មានគ្រាប់ទេគឺព្រួញឥតស្រមោលបាទឥឡូវនេះគាត់ក៏បានបញ្ចូលគ្រាប់ហើយចាំមើលតើគាត់បាញ់ចំគោលដៅដែរឬទេទំនងណាស់អូធ្លីទៅដល់ណាដល់ណីឯណោះចាំមើលអារិចវិញមើលគាត់បាញ់ដល់គោលដៅដែរឬទេឬក៏ដូចសែមដែរអូកាន់ទំនងណាស់ចំដីតែម្ដងនិយាយមករីឯបរិសុទ្ធម្នាក់វិញនេះឈ្មោះលីបាទគាត់គឺជាអ្នកបង្រៀនអ្នកបាញ់ព្រួញគ្រប់គ្នារួមទាំងខ្ញុំផងដែរវ៉ាវចំគោលដៅល្អណាស់គឺចំណុចក្រហមបរិសុទ្ធសង្ហារបឺតនេះវិញទំនងណាស់ទាញដូចជាអ្នកបាញ់សត្វព្រៃអញ្ចឹងណាមកក៏ទាញខ្លាំងមែនតើហើយចាំមើលការបាញ់របស់គាត់នឹងអស្ចារ្យជាងអ្នកមុនយ៉ាងដូចម្ដេចដែរបាទប្រឹងហើយបាញ់ហើយចាំមើលទាំងអស់គ្នាអូបាញ់មិនចេញបាញ់មិនទៅទៀតបាទលើសាក់រងចំណុចទី2ចាំមើលការបាញ់របស់គាត់នោះគាត់និយាយថាគ្រាប់ព្រួយរបស់ខ្ញុំទៅណាហើយឥឡូវចាំមើលថ្វីដៃរបស់ admin វិញតើយ៉ាងម៉េចដែរបាញ់ចំគោលដៅដែរឬទេបាទតម្រង់ហើយអាយ៉ាពិតជាអស្ចារ្យមែនថ្វីដៃគឺគ្រាន់បើជាងពី3នាក់មុនតែតើគឺចំពណ៌ខ្មៅបន្ទាប់ពីបាញ់ព្រួញចប់គេក៏នាំគ្នាទៅជិះអូតូរ៉ៃអារិចអត់លុយក៏ជិះត្រឹមតែគោយន្តហើយប្រុសស្អាតម្នាក់នេះរ៉ូបឺតមិនមែនដំណើរគាត់កើតស្វាយទេបាទកុំច្រឡំគឺគាត់ដាច់ស្បែកជើងអារិចនេះឃើញគេមានគូនៅតាមកញ្ចោះក៏គិតថាដើរលេងទៅក្រែងជួបស្នេហ៍ដំបូងឯណាទៅគូប្រេងខ្ញុំឯណាទៅគូប្រេងខ្ញុំមិនតន់ក្រមុំរឿងមិនតន់ធំសំព្រានឆ្លើយបើនិយាយអំពីការជិះអូតូរ៉ៃវិញគឺតម្រូវឲ្យជិះតែម្នាក់ទេប៉ុន្តែកំឡោះសង្ហាមីងហួយវិញគឺព្យាយាមរកឱកាសដើម្បីជិះឲ្យបាន2នាក់ដើម្បីបង្កើតមនោសញ្ចេតនា You're still the one I run to the one that I belong ហើយឥឡូវនេះក៏ដល់ពេលវេលារងចាំការកម្មងមហូបដើម្បីញ៉ាំអាហារពេលល្ងាចមុនពេលចាក់ចេញទៅ
ទីក្រុងភ្នំពេញវិញអរគុណសម្រាប់ការទស្សនា O ninho já chegou agora, festa no Brasil. Cadê as popozuras?